សួស្តីបងប្អូនអរគ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel Beast Warzone នៅថ្ងៃនេះផងដែរយើងនឹងមកបន្តសាច់រឿង EPO ភាគបន្តតោះកុំឲ្យខាតពេលយូរយើងចូលទៅក្នុងសាច់រឿងរបស់យើងតែម្ដងទៅសាច់រឿងក៏ចាប់ផ្ដើមឡើងខណៈដែល Aoki និង Kimura ចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចថា EPO នឹងហាក់ដូចជាខិតជិតនឹងវាដាច់ពួកគេទៅហើយពួកគេក៏ចាប់ផ្ដើមខិតខំហ្វឹកហាត់ខ្លាំងឡើងទាំងពីរនាក់តែម្ដងហើយនៅពេលដែលពួកគេបានទៅដល់ផ្ទះ Takamura ក៏បាននិយាយប្រាប់ EPO អំពីអាជីពរបស់ Aoki និង Kimura ហើយថាតើវានឹងអាក្រក់យ៉ាងណាប្រសិនបើពួកគេចាញ់នៅឆ្នាំនេះហើយបើពួកគេចាញ់ឆ្នាំនេះរៀបចំបដូរអាជីពទៅលក់គុយទាវវិញល្អជាង EPO បានមើលវីដេអូវាយបុកនៃការប្រកួតរបស់គូប្រកួតបន្ទាប់របស់ Aoki និង Kimura ហើយសម្រេចចិត្តត្រាប់តាមចលនារបស់ពួកគេដើម្បីជួយដល់ការហ្វឹកហាត់របស់ Aoki និង Kimura ដល់ពេលដល់ថ្ងៃប្រកួតទាំង Aoki និង Kimura បានព្យាយាមអស់ពីសមត្ថភាពហើយប៉ុន្តែចុងក្រោយអ្នកទាំងពីរនៅតែចាញ់ដែលធ្វើឲ្យ EPO, Aoki និង Kimura មានការបាក់ទឹកចិត្តយ៉ាងខ្លាំងថ្ងៃបន្ទាប់លោកគ្រូ Takamura បានមកដល់ក្លឹបប្រដាល់ទាំងមុខក្រហមខឹងសម្បាហើយបានប្រាប់ EPO ថាគាត់នឹងផ្ដល់ឲ្យគេនូវក្បាច់ថ្មីសម្រាប់ការប្រកួតបន្ទាប់របស់គេគឺជាក្បាច់ដែលម៉ៅសម្រាប់យកឈ្នះដៃគូប្រកួតរបស់ EPO គាត់បានប្រាប់ EPO ឲ្យពង្រឹងជើងរបស់គេព្រោះគេនឹងត្រូវការជើង style ដូចសត្វទន្សោងឬ Gazelle leg style ដើម្បីអនុវត្តក្បាច់ថ្មីរបស់គេត្រូវតែហាត់រត់ប្រឹងប្រែងឲ្យជើងរឹងដូចថ្មដើម្បីធ្វើការហ្វឹកហាត់ EPO បានទៅកន្លែងហែលទឹកសាធារណៈដោយមានសមាជិកក្លឹបប្រដាល់ Kamogawa ដើរតាមពីក្រោយចាំលើកទឹកចិត្តនិងគាំទ្រក្រោយពីចំណាយពេលហ្វឹកហាត់ពេញមួយសប្តាហ៍ EPO ក៏បានមកដល់ក្លឹបវិញដែលជាកន្លែងលោកគ្រូ Takamura ពិនិត្យមើលជើងរបស់គេហើយប្រាប់ថាឥឡូវនេះគេរួចរាល់ហើយសម្រាប់បច្ចេកទេសថ្មីនេះបន្ទាប់មក EPO ក៏បានធ្វើតាមការណែនាំរបស់លោកគ្រូ Takamura សម្រាប់ក្បាច់ថ្មីនេះហើយនៅពេលដែលគេអនុវត្តទៅលើបាវខ្សាច់វាក៏បានហោះហើរយ៉ាងឆ្ងាយទោះបីជាគេឈរនៅចម្ងាយឆ្ងាយពីបាវខ្សាច់នោះក៏ដោយដែលខ្យល់បុកបាវហោះបាត់ថាមពលខ្លាំងលយក៏ពពកEPO បានឆ្ងល់ក្នុងចិត្តថាតើគេពិតជាអាចវាយក្បាច់ Gazelle Punch កណ្ដាប់ដៃទន្សោងចំវល់ឬក៏អត់ណោះឆ្ងល់ច្រើនពេកលួចភ័យខ្លួនឯងលោក Takamura ប្រាប់គេថាប្រកាសជាត្រូវហើយគេគ្រាន់តែត្រូវវាយប្រហារវល់នៅពេលដែលអាប៉េនឹងឈប់សម្រាកដកដង្ហើមប៉ុណ្ណោះល្បិចចាស់វស្សាវាយពេលគេហត់បន្ទាប់ពីនោះមក EPO ក៏ចាប់ផ្ដើមការហ្វឹកហាត់កម្លាំង Super Stamina ដើម្បីអាចបញ្ចេញកណ្ដាប់ដៃបានពេញមួយទឹកតែម្ដងហាត់ទាល់តែដកដង្ហើមតាមត្រចៀកស្របពេលជាមួយគ្នានោះខណៈដែល Vol កំពុងសិក្សាមើលវីដេអូវាយបុករបស់ EPO គេក៏បានដឹងថា EPO ស្រឡាញ់កីឡាប្រដាល់ខ្លាំងណាស់ដែលខុសស្រឡះពីខ្លួនគេប្រដាល់ដោយបេះដូងខុសពីប្រដាល់យកលុយបន្ទាប់ពីចំណាយពេលហ្វឹកហាត់កម្លាំងស៊ូយ៉ាងធ្ងន់ធ្ងរមួយរយៈ Kimura និង Aoki ចាប់ផ្ដើមឆ្ងល់ថាតើ EPO កំពុងតែហ្វឹកហាត់ហួសកម្លាំងឬយ៉ាងណាដែលធ្វើឲ្យ EPO ចាប់ផ្ដើមមានការសង្ស័យលើលោកគ្រូ Takamura ដែរនៅថ្ងៃដដែលនោះអ្នកគ្រូពេទ្យ Yamaguchi បានមកជួប EPO ដើម្បីធ្វើការម៉ាស្សាសម្រួលសាច់ដុំឲ្យគេនិងបាននិយាយជាមួយគេអំពីការហ្វឹកហាត់នេះបានម៉ាស្សាផងស្បាយភ័យផងនាងបានបញ្យល់ថាគេមិនបានហ្វឹកហាត់ហួសកម្លាំងនោះទេហើយលោក Takamura ទេតើដែលជាអ្នកចាត់ឲ្យនាងមកមើលថែ EPO នោះលោកតាមាត់រឹងតែចិត្តល្អតាស់ព្រឹកឡើងថ្ងៃបន្ទាប់ EPO ដែលឥឡូវនេះអស់ការសង្ស័យក្នុងចិត្តហើយនោះក៏បានបន្តការហ្វឹកហាត់ជាមួយលោក Takamura យ៉ាងសកម្មមានកម្លាំងចិត្តវិញភ្លាមមួយរយៈក្រោយមកបន្ទាប់ពីបានទស្សនាការប្រកួតមួយរបស់ Dante ហើយ EPO បានជួបជាមួយ Vol ហើយពួកគេក៏បាននិយាយគ្នារឿងក្តីស្រឡាញ់ចំពោះកីឡាប្រដាល់អង្គុយជជែកគ្នាបែបបរោះនិងបរោះ Vol បានប្រាប់ EPO អំពីជំងឺរបស់ម្ដាយគេហើយបាននិយាយថាគេប្រដាល់គឺដើម្បីយកលុយទៅព្យាបាលជំងឺម្ដាយរបស់គេប៉ុណ្ណោះកូនកតញ្ញូវ័យយកលុយមើលជំងឺម៉ែនៅថ្ងៃបន្ទាប់ក្នុងវគ្គហ្វឹកហាត់ជាមួយលោក Takamura ដែលជាកន្លែង EPO បានអនុវត្តផែនការប្រកួតទល់នឹង Volt បានយ៉ាងឥតខ្ចោះដោយបញ្ចប់ដោយក្បាច់ Gazelle Punch ថ្មីដែលគេទទួលបាននោះគេត្រូវបានអបអរសាទរដោយ Aoki និង Kimura ដែលបានសុំឲ្យគេជោគជ័យនៅកន្លែងដែលពួកគេធ្លាប់បានបរាជ័យផ្ញើការសងសឹកលើ EPO ទាំងអស់នៅយប់មុនថ្ងៃប្រកួតអ្នកប្រដាល់ទាំងពីរបានសេញជឹងគិតអំពីអនាគតរបស់ពួកគេហើយដោយមានគោលដៅច្បាស់លាស់និងពោពេញដោយការតាំងចិត្តពួកគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតយប់ឡើងដេកគិតរកវិធីវាយគ្នាតែរៀងៗខ្លួននៅពេលថ្ងៃប្រកួតបានមកដល់ Takamura និង Dante បានធ្វើជាវាគ្មិនអត្ថាធិប្បាយកិត្តិយសសម្រាប់ការប្រកួតនេះអ្នកបញ្ចេញមតិពីរនាក់នេះច្បាស់ជាមានរឿងប្លែកៗនិយាយមិនខានលោក Takamura ដែលនៅតែខឹងសម្បានឹងអាកប្បកិរិយារបស់ Ramuda បានរំលឹក EPO ពីផែនការប្រកួតប៉ុន្តែ EPO បែរជាប្រមូលអារម្មណ៍ខ្លាំងពេកទៅលើការពិតដែលថាគេមានអារម្មណ៍ដូចជាសត្វរងគ្រោះសម្រាប់សត្វសាហាវក្នុងទ្រុងនៅលើសង្វៀនទៅវិញភ័យឡើងស្រវាងភ្នែកមានអារម្មណ៍ដូចជាចំណីគេទឹកទី1ចាប់ផ្ដើមភ្លាម Vol ក៏ស្ទុះចូលទៅរក EPO Plate ដែលការប្រយុទ្ធដោយក្តាប់ដៃឆ្វេងត្រូវបានចាប់ផ្ដើមឡើងហើយអ្នកប្រដាល់ទាំងពីរមិនអាចវាយចំគោលដៅច្បាស់លាស់ណាមួយបានឡើយវាខ្យល់លេងសិនកម្ដៅសាច់ដុំទោះជាយ៉ាងណា Vol អាចវាយចូលកណ្ដាប់ដៃ uppercut មួយដៃដែរដែលវាបានបដូរមកវាយនៅពេលដែល EPO បិទភ្នែករងចាំទទួលការជឿចាប់ហើយវាក៏បានទម្លុះការការពាររបស់គេចូលទៅយ៉ាងរលូនបិទភ្នែកចាំគេវាយច្បាស់ជាចូលពេញហើយ EPO បានថយក្រោយទៅអុកនឹងខ្សែរឹងប៉ុន្តែ Vol នៅតែតាមជាប់មិនលែងហើយបន្តការវាយប្រហារម្ដងទៀតតាមស្អិតដោយតុកកែតោងចិញ្ចឹងដោយគ្មានផ្លូវរត់ EPO ក៏បានក្តោបខ្លួនការពារតែការវាយកណ្ដាប់ដៃប្លង់3ដងជាប់គ្នារបស់ Vol បានបង្ខំឲ្យក្បាលរបស់គេងើបចេញមកក្រៅលាក់ក្បាលមិនជិតត្រូវគេគាស់ចេញមកក្រៅ EPO ព្យាយាមរត់ចេញពីខ្សែរឹងប៉ុន្តែ Vol បានរត់តាមគៀងគេឲ្យចូលជ្រុងសង្វៀនទៅវិញ EPO បានទទួលរងនឹងការវាយសន្ធាប់យ៉ាងចាស់ដៃដែលធ្វើឲ្យទស្សនិកជនឆ្ងល់ថាតើគេនៅមានសង្ឃឹមអាចតវ៉ាបានដែរឬទេវាឡើងចង់វឹងពេញផ្ទះទៅហើយបន្ទាប់ពី Vol អាចវាយចូលមួយដៃយ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យ EPO វង្វេងវង្វាន់គេក៏រៀបចំវាយផ្ដាច់ព្រលឹងដោយកណ្ដាប់ដៃត្រង់មួយទៀត EPO ដែលមើលទៅហ
ហាក់ដូចជាសន្លប់បាត់បង់ស្មារតីទាំងឈរទៅហើយនោះបែរជាអាចវាយបកកណ្ដាប់ដៃនោះបានវិញហើយក៏បានវាយសន្ធាប់ត្រឡប់ទៅវិញជាច្រើនដៃដែលបញ្ជូន Volk ឲ្យថយទៅកណ្ដាលសង្វៀនវិញទាំងក្តីតក់ស្លុតសន្លប់តែភ្នែកតែដៃនៅចាំធ្វើការតាមការណែនាំរបស់លោកតា Kamogawa អ៊ីប៉ូបានខិតចូលគៀកហើយចាប់ផ្ដើមបដូរកណ្ដាប់ដៃជាមួយ Volk តែម្ដងពេលនេះស្ថិតក្នុងស្ថានភាពដែលគ្រប់គ្នារំពឹងទុកពីអ្នកប្រដាល់ប្រភេទ In-Fighter វ័យគៀកទាំងពីរតាំងពីដំបូងមកទស្សនិកជនចាប់ផ្ដើមឆ្ងល់ថាតើនរណានឹងក្លាយជាអ្នកទទួលជ័យជំនះដល់ម៉ោងបុកស៊ីសាច់ហត់ឈាមហើយការផ្លាស់ប្ដូរកណ្ដាប់ដៃគ្នានៅតែបន្តហើយអ្នកប្រដាល់ទាំងពីរមិនអាចមានប្រៀបជាងគ្នានោះទេរហូតដល់ពេលស្នូជួងបន្លឺឡើងនៅឯជ្រុងរបស់គេ Volk បានប្រាប់ Ramuda ថាការវាយបែបដកថយមិនមែនជាជំរឿននោះទេព្រោះឯពោមុខជានឹងខិតចូលគៀកមិនខានរត់ក៏មិនរួចព្រោះគេតាមជាប់ពួកគេក៏សន្និដ្ឋានថាជំរឿដ៏ល្អបំផុតគឺត្រូវយកឈ្នះគេដោយការវាយគៀកនេះឯងដើម្បីបំបាក់ទឹកចិត្តរបស់គេចំណែកឯអ៊ីប៉ូវិញក៏បានប្រាប់លោកតា Kamogawa ថាទោះបីជាគេមានអារម្មណ៍ដូចកំពុងនៅជាមួយសត្វសាហាវក្នុងទ្រុងនៅលើសង្វៀនក៏ដោយក៏ការដើរចូលទៅមុខគឺជាជំរឿដ៏ល្អបំផុតសម្រាប់គេដែរដឹងថាខ្លាតែសុំចូលរួមខ្លាម្ដងទឹកទី2ចាប់ផ្ដើមហើយអ្នកប្រដាល់ទាំងពីរក៏ស្ទុះចូលវាយគ្នាដោយ Volk ជាអ្នកមានប្រៀបតាមរយៈកណ្ដាប់ដៃកោងនិងកណ្ដាប់ដៃផ្លោងគេបានលួចគិតក្នុងចិត្តថាគេមិនចង់ប្រើក្បាច់វាយហ្វាំងចង្គមសនោះទេប៉ុន្តែគេដឹងថាការវាយធម្មតាមិនគ្រប់គ្រាន់ឡើយពេលដែលអេប៉ូចេះតែដើរចូលបែបនេះមិនចង់បញ្ចេញអាវុធធ្ងន់ទេតែគេបង្ខំដោយមិនចង់បញ្ចប់អាជីពរបស់អេប៉ូដោយក្បាច់វាយហ្វាំង Volk សង្ឃឹមថាគេអាចផ្ដួលអេប៉ូដោយគ្រាន់តែប្រើកណ្ដាប់ដៃធម្មតាប៉ុន្តែអេប៉ូបានគេចផុតហើយក៏វាយចូលក្បាច់ Gazelle Punch កណ្ដាប់ដៃទន្សោងរបស់គេដែលបញ្ជូន Volk ឲ្យទៅដេកផ្ទាល់កម្រាលសង្វៀនខណៈដែល Ramuda ក៏សម្គាល់ថាភាពចិត្តទុររបស់ Volk គឺជាមូលហេតុដែលធ្វើឲ្យរឿងនេះកើតឡើងអាណិតគេត្រូវគេវាយឲ្យដេកបន្ទាប់ពីអាញាកណ្ដាលរាប់ដល់8ទីបំផុត Volk អាចក្រោកឈរឡើងវិញបានដោយសារតែដៃឆ្វេងរបស់គេបានជួយកាត់បន្ថយទម្ងន់ទង្គិចនៃក្បាច់ Gazelle Punch នោះទោះបីជាលោកតា Kamogawa មិនយល់ស្របនឹងគំនិតនេះក៏ដោយក៏អ៊ីប៉ូនៅតែបន្តសម្រុកទៅមុខនិងបញ្ចេញការវាយសន្ធាប់ជាច្រើនដៃទៅកាន់គូប្រកួតរបស់ខ្លួនគ្រូប្រាប់មិនស្ដាប់ Volk បានកិច្ចនឹងរងកណ្ដាប់ដៃរបស់អ៊ីប៉ូទាំងអស់ថែមទាំងអាចវាយចូលវិញបានពី3ដៃទៀតផងអ៊ីប៉ូមិនបានដឹងថា Volk កំពុងតែសន្សំកម្លាំងឡើងវិញបន្តិចម្ដងនោះទេហើយក៏ព្យាយាមវាយក្បាច់ Gazelle Punch មួយទៀតតែត្រូវបានគេរងជាប់វាយក្បាច់ដដែលគេដឹងអស់ហើយពេលចាប់ផ្ដើមចាញ់ប្រៀប Volk បន្តិចក្នុងការបដូរកណ្ដាប់ដៃគ្នាអ៊ីប៉ូក៏ចាប់ផ្ដើមថយក្រោយនិងបិទឃុំឲ្យចិត្តជំនួសឲ្យការវាយប្រហារទៅវិញការខិតខំប្រឹងប្រែងដើម្បីការពារខ្លួនរបស់គេគឺឥតប្រយោជន៍នោះទេព្រោះ Volk បានវាយកណ្ដាប់ដៃផ្លោមួយដៃដែលទោះជារងជាប់ក៏ដោយក៏ត្រូវបានតាមដោយកណ្ដាប់ដៃជាប់ពីរៃកណ្ដាប់ដៃពុះពីលើចុះក្រោមមួយទៀតដែលវាចូលចំក្បាលរបស់អ៊ីប៉ូពេញទំហឹងនិងបញ្ជូនគេឲ្យដួលសន្លប់ភ្លាមរងបានមួយត្រូវមួយធ្ងន់កទាំងកំពុងវង្វេងវង្វាន់អំពីរឿងរ៉ាវដែលធ្វើឲ្យខ្លួនត្រូវគេវាយឲ្យដួលអ៊ីប៉ូបានត្រដាបត្រដួសប្រឹងក្រោកឡើងមុនពេលការរាប់បញ្ចប់គេបានក្រោកឈរឡើងមួយផ្លេតតែក្រោយមកក៏ដួលទៅវិញរួចក៏ងាកខ្លួនដើម្បីតោងជ្រុងសង្វៀនជួយទាញខ្លួនឯងឲ្យងើបឡើងជើងទន់ដូចអំបោះត្រូវតោងសសរជំនួយភ្លាមនៅពេលដែលអាញាកណ្ដាលបន្តការប្រកួតស្នូជួងក៏បន្លឺឡើងដើម្បីបញ្ចប់ទឹកខណៈដែល Volk និង Ramuda កំពុងពិភាក្សាពីយុទ្ធសាស្ត្រលោកតា Kamogawa បានបញ្យល់អំពីរបៀបដែលក្បាច់វាយហ្វាំងដំណើរការប្រាប់ទៅកាន់ Eppo ដែលកំពុងតែវង្វេងនៅឡើយគ្រូខំបង្រៀនសិស្សកំពុងវិលមុខដោយដឹងថាជាមួយនឹងកម្រិតជំនាញបច្ចុប្បន្នរបស់ Eppo គឺគ្មានផ្លូវអាចទប់ស្កាត់ក្បាច់វាយហ្វាំងនេះបានទេលោកតា Kamogawa គ្មានជំរឿអ្វីក្រៅពីប្រាប់គេឲ្យសម្រុកទៅមុខទៀតទៅនៅពេលដែលម៉ោងសម្រាកត្រូវបានបញ្ចប់ដឹងថាកិច្ចមិនរួចមានតែប្រាប់ឲ្យរត់បុកយកបោកតែម្ដង Eppo នៅតែទទួលរងផលប៉ះពាល់មិនត្រឹមតែផ្លូវកាយប៉ុណ្ណោះទេថែមទាំងផ្លូវចិត្តទៀតផងព្រោះមិនត្រឹមតែក្បាច់ផ្ដាច់ព្រលឹងរបស់គេត្រូវបាន counter នោះទេតែគេក៏មិនអាចទប់ស្កាត់ក្បាច់របស់ Volk បានដែរឈឺខ្លួនមិនប៉ុន្មានឈឺចិត្តជាងទោះជាយ៉ាងណាក៏ដោយ Eppo បានធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលជំនួសឲ្យការដកថយរក្សាគម្លាតដើម្បីស្ដារកម្លាំងឡើងវិញគេបែរជាឈរយ៉ាងរឹងមាំត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធតទៅទៀតមិនព្រមរត់ទេសុកចិត្តឈរឲ្យគេវាយដោយជឿជាក់យ៉ាងមុតមាំលើពាក្យសម្ដីរបស់លោកតា Kamogawa Eppo មានទំនុកចិត្តថាគេនឹងទទួលបានជ័យជំនះដោយគ្រាន់តែធ្វើតាមផែនការដែលបានរៀបចំទុកជឿគ្រូពេកតែមិនដឹងគ្រូមានល្បិចអីខ្លះទេការផ្លាស់ប្ដូរកណ្ដាប់ដៃគ្នាលើកដំបូងនៅក្នុងទឹកនេះចាប់ផ្ដើមឡើងដោយមើលទៅហាក់ដូចជាប្រទីងបន្ទង់គ្នាស្មើដៃដោយអ៊ីប៉ូជឿជាក់ថាការធ្វើតាមដំបូន្មានរបស់លោកតា Kamogawa គឺជាអ្វីគ្រប់យ៉ាងដែលគេត្រូវការដើម្បីឈ្នះគ្រាន់តែស្ដាប់គ្រូអាចឈ្នះបានមែន Volk ចាប់ផ្ដើមមានប្រៀបបន្តិចម្ដងក្នុងការបដូរកណ្ដាប់ដៃគ្នានេះហើយបានវាយសង្កត់លើអ៊ីប៉ូដែលលែងមានលទ្ធភាពអាចវាយបកវិញបានរហូតត្រូវគេវាយឡើងទក់សាច់ដល់កម្រិតមួយដែលអាញាកណ្ដាលត្រូវតែបញ្ឈប់ Volk និងចាប់ផ្ដើមរាប់អ៊ីប៉ូទាំងចំហវិទាល់តែអាញាកណ្ដាលអាណិតចូលមកជួយរាប់បន្ទាប់ពីពិនិត្យឃើញថាអ៊ីប៉ូនៅមានលទ្ធភាពអាចបន្តការប្រកួតបានអាញាកណ្ដាលក៏ផ្ដល់សញ្ញាឲ្យបន្តការប្រកួតឡើងវិញនៅរស់តោះវ័យគ្នាទៀត Volk បានវាយលុកម្ដងទៀតហើយលើកនេះគេប៉ុនប៉ងបញ្ចប់ការប្រកួតដោយប្រើក្បាច់ White Fang តែអ៊ីប៉ូបានដួលមុនពេលដែលគេអាចចាប់ផ្ដើមបញ្ចេញក្បាច់ទៅទៀតដួលមុនគេវាយចំណេញមិនបាច់ឈឺសាច់ខណៈដែលលោក Yagi ស្នើឲ្យលោកតា Kamogawa បោះកន្សែងសុំចុះចាញ់លោកតាក៏បានតបវិញថាគាត់ដឹងច្បាស់ថាអ៊ីប៉ូនឹងបន្តប្រយុទ្ធព្រោះកូនសិស្សម្នាក់នេះបានឆ្លើយតបយ៉ាងច្បាស់លាស់ជាមួយគាត់រួចហើយនៅពេលដែលគាត់ប្រាប់ឲ្យសម្រុកទៅមុខទៀតទៅគ្រូប្រាប់ឲ្យសម្រុកសិស្សក៏ប្រឹងដួលដៃនឹកឃើញដល់រាល់មេរៀនដែលខ្លួនបានរៀនពីលោកតា Kamogawa អ៊ីប៉ូក៏ក្រោកឈរឡើងវិញហើយបញ្ចេញកណ្ដាប់ដៃដ៏មានថាមពលជាច្រើនដៃទៅលើ Volk ដែលកំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងងើបមកវិញដូចខ្មោចឆៅថែមទាំងវាយគេឡើងគាំង
ដោយសល់ពេលត្រឹមតែប៉ុន្មានវិនាទីទៀតប៉ុណ្ណោះនឹងបញ្ចប់ទឹកអ្នកប្រដាល់ទាំងពីរក៏បានបដូរកណ្ដាប់ដៃគ្នាចូលពេញហើយត្រូវបានបញ្ឈប់ភ្លាមៗនៅពេលដែលស្នូជួងបន្លឺឡើងវាគ្នាមិនចង់ឈប់ដល់ម៉ោងតឹងអាញាកណ្ដាលបំបែកលោកតាកាម៉ូហ្គាវ៉ាបាននាំអ៊ីប៉ូទៅកាន់ជ្រុងរបស់គេហើយប្រាប់គេឲ្យដឹងពីភាពអស្ចារ្យដែលគេបានធ្វើនៅឯជ្រុងរបស់ខ្លួនអ៊ីប៉ូត្រូវបានលោកតាកាម៉ូហ្គាវ៉ាសរសើរដែលនៅរស់រានមានជីវិតដល់ពេលនេះប៉ុន្តែអ្វីដែលគេឆ្លើយតបវិញគឺគ្រាន់តែសរសើរថាលោកតាកាម៉ូហ្គាវ៉ាពិតជាអស្ចារ្យខ្លាំងណាស់ដែលតែងតែដឹងថាត្រូវធ្វើអ្វីបន្តជានិច្ចសិស្សសរសើរគ្រូសរសើរសិស្សភ្លេចអស់ការឈឺចាប់ងាកមកជ្រុងមកខាងទៀតវិញរ៉ាមូដាបានដឹងថាអ៊ីប៉ូនៅតែអាចឈរបានគឺដោយសារតែសមត្ថភាពស្រូបយកការឈឺចាប់របស់គេដែលទទួលបានបន្ទាប់ពីការវឹកហាត់ជាមួយនឹងលោកតាកាម៉ូហ្គាវ៉ាគាត់បានបញ្យល់រឿងនេះប្រាប់វលហើយប្រាប់គេថាគូប្រកួតរបស់គេគ្មានអាវុធអ្វីបន្តទៀតនោះទេអាពេលនឹងអស់ក្បាច់ហើយវាយទៀតទៅទឹកទី4ចាប់ផ្ដើមឡើងដោយវលទាំងយ៉ាងច្បាស់ពីរបៀបដែលអ៊ីប៉ូស្រូបយកការឈឺចាប់ដែលរងចំក្បាលដោយបញ្ជូនទៅតាមជើងដូច្នេះគេក៏បដូរគោលដៅមកវាយសង្កត់ដងខ្លួនជំនួសវិញក្បាលវាយមិនចុះបដូរមកវាយពោះវិញតាមបញ្ជារបស់រ៉ាមូដាវលបានប៉ុនប៉ងវាយមួយកណ្ដាប់ដៃដើម្បីបញ្ចប់ការប្រកួតខណៈដែលពេលនេះអ៊ីប៉ូមិនអាចស្រូបយកការឈឺចាប់បានទៀតទេប៉ុន្តែដោយដែលលោកតាកាម៉ូហ្គាវ៉ាបានកត់សម្គាល់អញ្ចឹងគឺអ៊ីប៉ូដោយពឹងផ្អែកលើភាពក្លាហានដើម្បីបំពេញចន្លោះខ្វះខាតនៃទេពកោសល្យរបស់ខ្លួនបានវិបកកាត់មួយដៃចំដងខ្លួនវិញពេញទំហឹងខ្វះទេពកោសល្យតែសម្បូរចិត្តស៊ូនិងកម្លាំងបាត់ពួកគេបានចាប់ផ្ដើមបដូរកណ្ដាប់ដៃគ្នាដែលដំបូងឡើយមើលទៅប្រហាក់ប្រហែលគ្នាទេតែមិនយូរប៉ុន្មានក៏ត្រូវបានគ្រប់គ្រងដោយវកដែលគេបានវាយចេញនៅកណ្ដាប់ដៃដ៏ធ្ងន់មួយអាចបញ្ឈប់ចលនារបស់អ៊ីប៉ូបានយ៉ាងជោគជ័យវាយត្រូវមួយដៃកៀងដោយគេចុចផវលបានរៀបចំវាយផ្ដាច់ព្រលឹងដោយកណ្ដាប់ដៃត្រង់ខណៈដែលអ៊ីប៉ូកំពុងតែកៀងឈរធ្មឹងទៅហើយប៉ុន្តែគួរឲ្យស្ដាយវាខុសគោលដៅបន្តិចបន្តួចប៉ុណ្ណោះវាខុសប៉ុនសសៃសក់តែខ្យល់ឡើងត្រជាក់មុខលោកតាកាម៉ូហ្គាវ៉ាបានកត់សម្គាល់ឃើញថានេះហើយជាឱកាសដែលពួកគេកំពុងទន្ទឹងរង់ចាំបន្ទាប់ពីរងកណ្ដាប់ដៃគេឡើងចង់ទក់សាច់រួចមកហើយក៏បានបញ្ជាឲ្យអ៊ីប៉ូវិលុកភ្លាមឱកាសមាសមកដល់ហើយសងសឹកឲ្យចាស់ដៃអ៊ីប៉ូបានបញ្ចេញកណ្ដាប់ដៃស្ដាំយ៉ាងខ្លាំងក្លាមួយដែលវារុញវកឲ្យថយក្រោយហើយក៏បានវិសន្ធប់ក្បាច់ត្រួតគ្នាជាច្រើនដៃទៀតដែលវកមិនមានសមត្ថភាពអាចគេចបានឡើយព្រោះគេអស់កម្លាំងស៊ូហ្វ្រលីងពីខ្លួនទៅហើយអស់កម្លាំងរត់ត្រូវឈរឲ្យគេវាយធ្វើស៊ីវិញម្ដងរ៉ាមូដាមានការតក់ស្លុតយ៉ាងខ្លាំងពេលឃើញជើងឯកពិភពលោកផ្នែកស្ម័គ្រចិត្តដ៏មានទេពកោសល្យរបស់ខ្លួនត្រូវគេវាយឡើងទក់សាច់បែបនេះប៉ុន្តែលោកតាកាម៉ូហ្គាវ៉ាបានបញ្ជាក់ថានៅក្នុងពិភពប្រដាល់អាជីពដែលគ្មានមុខការពារក្បាលឬស្រោមដៃសុវត្ថិភាពនោះកម្លាំងស៊ុបគឺឆាប់អស់លឿនណាស់ប្រដាល់អាជីពមិនមែនលេងសើចទេវាយគ្នាឡើងហើរមុខដោយដឹងមុនពីកណ្ដាប់ដៃដែលអ៊ីប៉ូនឹងយកមកប្រើដើម្បីបញ្ចប់ការប្រកួតវលបានបញ្ឆោតគេឲ្យបញ្ចេញក្បាច់ Gazelle Punch កណ្ដាប់ដៃទន្សោងដាក់នុយចាំស្ទូចត្រីអ៊ីប៉ូបានបន្ទាបជំហររបស់ខ្លួនប៉ុន្តែខណៈដែលគេកំពុងតែបញ្ចេញក្បាច់ផ្ដាច់ព្រលឹងនោះគេក៏បានដឹងខ្លួនថាគេកំពុងតែធ្លាក់ចូលក្នុងអន្ទាក់របស់គូប្រកួតហើយដឹងថាគេដាក់អន្ទាក់តែស្ទុះទៅហើយទប់លែងទាន់ដោយសារมันអាចបញ្ឈប់ខ្លួនឯងបានអ៊ីប៉ូក៏បានបង្វែរទិសដៅកណ្ដាប់ដៃនោះទៅវាយចំដងខ្លួនវិញតែម្ដងបដូរចង្កូតភ្លាមមិនឲ្យខាត់កណ្ដាប់ដៃអក្សាបងនៅពេលដែលវលទទួលរងក្បាច់ Gazelle Punch កណ្ដាប់ដៃទន្សោងគេមិនអាចវាយប្រហារអ៊ីប៉ូឬសូម្បីតែការពារខ្លួនឯងបានឡើយហើយក៏ទទួលរងនឹងការវាយសន្ធាប់ជាច្រើនដៃជាប់គ្នាដែលបញ្ជូនគេឲ្យទៅដេកផ្ទាល់ដីតែម្ដងត្រូវមួយដៃនេះកាំងថ្មឹងឈរឲ្យគេវាយធ្វើស៊ីឡើងទក់សាច់ការរបានឈានដល់3ទៅហើយប៉ុន្តែវកនៅតែមិនទាន់មានលទ្ធភាពអាចក្រោកឈរបានបន្ទាប់ពីរងកណ្ដាប់ដៃត្រួតគ្នារបស់អ៊ីប៉ូដែលស្ដាប់អាញាកណ្ដាលរាប់លេងសិនធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងគេបានក្រោកឈរនៅពេលរាប់ដល់លេខ5ប៉ុន្តែស្រាប់តែដួលកាប់មុខទៅវិញហើយមើលទៅហាក់ដូចជាគ្មានសង្ឃឹមថានឹងអាចងើបឡើងវិញបានឡើយងើបមកឲ្យគេត្រេកអររួចក៏ដេកបន្តខណៈពេលដែលស្មារតីកាន់តែស្រវាំងបាត់បង់បន្តិចម្ដងវលចាប់ផ្ដើមនឹកឃើញដល់ម្ដាយរបស់គេហើយនឹកឃើញថាតើគាត់កំពុងតែរងចាំគេនៅឯប្រទេសរុស្ស៊ីយ៉ាងណាខ្លះដោយមានគំនិតនេះនៅក្នុងប្រអប់ក្បាលគេក៏ប្រឹងត្រដាប់ត្រដួសក្រោកឈរឡើងវិញយកជំហរត្រៀមប្រយុទ្ធរបស់ខ្លួនមកវិញហើយបន្តការប្រកួតតទៅទៀតកម្លាំងចិត្តកូនកតញ្ញូជួយទាញឲ្យងើបរួចពួកគេបានចាប់ផ្ដើមបដូរកណ្ដាប់ដៃគ្នាដោយអ៊ីប៉ូបានរុញវកឲ្យអុកទៅនឹងខ្សែរេញហើយវក៏បានស្ទុះចូលអោបក្នុងគោលបំណងចុងក្រោយដើម្បីរស់រានមានជីវិតអស់ក្បាច់វាយមានតែរត់ចូលអបសុំសេចក្តីសុខលោកតាកាម៉ូហ្គាវ៉ាប្រាប់ឲ្យអ៊ីប៉ូវៃលុកដូច្នេះអ៊ីប៉ូក៏រៀបចំបញ្ចេញកណ្ដាប់ដៃដ៏មានថាមពលមួយប៉ុន្តែត្រូវបានបញ្ឈប់ដោយអាញាកណ្ដាលដែលជាអ្នកបញ្ចប់ទឹកនោះតែម្ដងម៉ោងសង្គ្រោះជីវិតមកដល់ទាន់ពេលមុនពេលដើរត្រឡប់ទៅជ្រុងរបស់ខ្លួនវិញអ៊ីប៉ូបានកត់សម្គាល់ឃើញថាវលកំពុងតែរៀបចំបញ្ចេញក្បាច់ White Fang ចង្គមសទៅហើយមុនពេលត្រូវបានអាញាកណ្ដាលខាត់ប៊ីតែចូលអន្ទាក់គេបាត់លោកតាកាម៉ូហ្គាវ៉ាប្រាប់អ៊ីប៉ូថាវលគ្មានកម្លាំងអ្វីសេសសល់ក្នុងខ្លួនទៀតទេដូច្នេះគេត្រូវតែវាយប្រហារដោយប្រើគ្រប់យ៉ាងដែលគេមានគ្រូប្រាប់ឲ្យវាយកុំសំចៃដៃទោះជាយ៉ាងណាក៏ដោយអ៊ីប៉ូដឹងច្បាស់ថាវលនៅតែអាចប្រយុទ្ធបានហើយគេប្រកាសជានឹងបញ្ចេញក្បាច់ White Fang របស់គេមិនខានចំណែកឯវលនៅជ្រុងរបស់ខ្លួនបានសុំដំបូន្មានពីរ៉ាមូដាប៉ុន្តែគ្រូបង្វឹកដែលអស់ល្បិចក្នុងខ្លួនរូបនេះបែរជាប្រាប់គេត្រឹមតែថាឲ្យកំទេចគូប្រកួតចោលទៅគ្រូប្រាប់ក្បាច់សម្ងាត់វិវាទៅកូនទឹកថ្មីចាប់ដើមហើយអ្នកប្រដាល់ទាំងពីរមានជំហរប្រយុទ្ធយ៉ាងទូលាយឃ្លាតជើងឆ្ងាយពីគ្នាដែលបញ្ជាក់ថាពួកគេស្ទើរតែមិនអាចឈរនឹងទៅហើយដូច្នេះពួកគេត្រូវផ្ដោតលើចំណុចកណ្ដាលនៃទំនាញផែនដីដើម្បីទប់លំនឹងជើងទន់ដោយអំបោះត្រូវបើកជើងឲ្យធំទប់កុំឲ្យដួលពួកគេស្ទុះចូលរករៀងខ្លួនហើយភ្លាមនៅពេលដែលប៉ះគ្នាពួកគេក៏ចាប់ផ្ដើមបដូរកណ្ដាប់ដៃគ្នាតែម្ដង
ពេលដែលការផ្លាស់ប្ដូរកណ្ដាប់ដៃនៅតែបន្តអ្នកប្រដាល់ដែលហត់នឿយអស់កម្លាំងទាំងពីរក៏ឆ្ងល់ខ្លួនឯងថាតើវាមានរយៈពេលប៉ុន្មានហើយពួកគេនៅសល់កម្លាំងប៉ុន្មានទៀតវាឡើងវង្វេងម៉ោងវង្វេងពេលដោយមានអារម្មណ៍ថាត្រឹមតែប៉ុន្មាននាទីក្នុងមួយទឹកសោះហាក់បីដូចជាយូរស្មើនឹងច្រើនម៉ោងវ៉ក៏បានបញ្ចេញក្បាច់វាយហ្វាងរបស់គេប៉ុន្តែអ៊ីប៉ូអាចគេចផុតពីកណ្ដាប់ដៃគ្រួតគ្នាទាំងពីរនោះបានដោយជោគជ័យខំវីសឹងដាច់ខ្យល់គេគេចផុតរលីងបន្ទាប់ពីគេចផុតពីកណ្ដាប់ដៃឆោភីងរៃកណ្ដាប់ដៃពុះពីលើចុះក្រោមស្របពេលដែលវ៉លកំពុងតែឈរហើបមាត់ដកដង្ហើមស្ទើរតែមិនដល់គល់ក៏ផងនោះអ៊ីប៉ូបានមើលឃើញថាខ្លួនឯងកំពុងស្ថិតក្នុងទីតាំងដ៏ល្អឥតខ្ចោះដើម្បីវាយលុកហើយក៏បានបញ្ចេញក្បាច់ Gazelle Punch តែម្ដងគេកំពុងហត់ដង្ហក់ថែមមួយដៃទៀតឲ្យស្វាងវ៉លបានទទួលរងនៅទម្ងន់ពេញទំហឹងនៃកណ្ដាប់ដៃដ៏មហន្តរាយនោះដែលវាក្បាលរបស់គេឲ្យងាកទៅក្រោយទោះបីជាដំបូងឡើយមើលទៅគ្មានសញ្ញាថានឹងអាចក្រោកឡើងវិញបានក៏ដោយក៏វ៉ក៏បានងើបឡើងយឺតនៅពេលដែលការរាប់បានឈានដល់លេខ7គេប្រាប់ខ្លួនឯងថាប្រសិនបើគេអាចលើកដៃឡើងនិងយកជំហរត្រៀមប្រយុទ្ធបានគេនឹងអាចបន្តការប្រកួតទៀតបានអ៊ីប៉ូដែលកំពុងតែតោងខ្សែរេញដើម្បីអាចឈរនឹងបាននោះបានលួចគិតក្នុងចិត្តថាគេគ្មានផ្លូវអាចបន្តការប្រកួតទៀតបានឡើយឈ្នះគេមែនតែខ្លួនឯងក៏ឈរលែងចង់ត្រង់ដែរនៅពេលដែលវ៉កដឹងខ្លួនថាគេពិតជាពេញចិត្តនឹងកីឡាប្រដាល់នេះគេក៏ដួលទៅលើអាញាកណ្ដាលហើយការរាប់ក៏ឈានដល់លេខ10ទើបតែដឹងខ្លួនឯងចូលចិត្តប្រដាល់ក៏សន្លប់បាត់ត្រូវបានប្រកាសជាអ្នកឈ្នះនៅក្នុងការប្រកួត Class A Tournament អ៊ីប៉ូបានចូលរួមអបអរសាទរជាមួយលោកតា Kamogawa និងលោក Yagi ស្របពេលដែលវ៉កបានដើរមករកពួកគេហើយអបអរសាទរអ៊ីប៉ូសម្រាប់ជ័យជំនះនេះខណៈដែលលោកតា Kamogawa កំពុងតែរាក់ទាក់រ៉ាមូដាពួកគេក៏ត្រូវបានរំខានដោយអ៊ីប៉ូដែលស្រាប់តែដួលសន្លប់បាត់បង់ស្មារតីឈឹងតែម្ដងសបាយបានមួយផ្លែតដេកដួលសន្លប់គេត្រូវបានសែងចេញទៅក្រៅនៅលើគ្រែស្នែងដែលដើមឡើយគេរៀបចំទុកសម្រាប់សែងវ៉កនោះទេហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យអ្នកឈ្នះបានដេកគ្រែស្នែងពេទ្យមុនអ្នកចាញ់ពេលដែលគេចាក់ចេញពីសាលប្រកួត Korakuen Hall ដានទេបានកត់សម្គាល់ពីការវិវត្តដ៏ច្រើនរបស់អ៊ីប៉ូហើយក៏បានសន្យាជាមួយខ្លួនឯងថានឹងមិនបោះបង់ខ្សែក្រវ៉ាត់នេះឲ្យគេងាយៗឡើយថ្ងៃបន្ទាប់ខណៈដែលម្ដាយរបស់អេប៉ូកំពុងមកសួរសុខទុក្ខគេនៅមន្ទីរពេទ្យស្រាប់តែមាននរណាម្នាក់មកគោះទ្វារបន្ទប់របស់អេប៉ូអ្នកនោះគឺវ៉លដែលបានមកសុំទោសចំពោះការវាយអេប៉ូរហូតដល់ចូលពេទ្យអ្នកចាញ់ដើរមកសុំទោសអ្នកឈ្នះដែលកំពុងដេកពេទ្យម្ដាយរបស់អ៊ីប៉ូបានប្រាប់គេថាវាមិនអីទេព្រោះរឿងនេះកើតឡើងនៅក្នុងការប្រកួតហើយគាត់ក៏បានចាត់ផ្លែប៉ោមឲ្យគេញ៉ាំទៀតផងពេលភ្លក់រសជាតិផ្លែប៉ោមភ្លាមវ៉លនឹកឃើញដល់អនុស្សាវរីយ៍ជាមួយម្ដាយរបស់គេហើយគេក៏បានសួរអ្នកស្រីហ៊ីរ៉ូកូថាតើគាត់មានការព្រួយបារម្ភកម្រិតណាចំពោះកូនប្រុសរបស់គាត់បានពន្យល់អំពីរបៀបដែលអេប៉ូធ្លាប់ត្រូវគេធ្វើបាបកាលពីមុនហើយការដែលបានឃើញកូនធ្វើអ្វីដែលនាំឲ្យគេមានសេចក្តីសុខបែបនេះបានធ្វើឲ្យគាត់លែងមានបំណងចង់រអ៊ូរទាំពីការងារប្រដាល់នេះទៀតហើយបន្ទាប់ពីការសួរសុខទុក្ខរួចវ៉លក៏សម្រេចចិត្តសរសេរសម្បត្តិមួយច្បាប់ផ្ញើទៅម្ដាយរបស់គេដោយប្រាប់ថាគេកំពុងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាតាមដានទស្សនាវីដេអូនេះប្រសិនបើបងប្អូនពេញចិត្តសូមកុំភ្លេចជួយចុច like share និង comment យោបល់របស់បងប្អូននៅខាងក្រោមសម្រាប់បងប្អូនដែលទើបតែមកថ្មីសូមកុំភ្លេចជួយចុច subscribe និងសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីកុំឲ្យរំលងវីដេអូថ្មីៗម៉ៅៗពី channel របស់ខ្ញុំជួបគ្នានៅវីដេអូក្រោយៗទៀតសូមព្រះប្រទានពរដល់បងប្អូនទាំងអស់គ្នា